នេះក្របពូស្លាប់ដែលយកមកហើយគេចាប់នៅថាដុសហ្នឹងខ្ញុំបានសាកតេស្តមើលហើយតេតងទៅលើបច្ចេកទេសក្រាបបដកូនពេលយើងដាក់กระดาษជូតមាត់ហើយយើងរោយគ្រាប់ដាក់ទឹកហើយយើងរោយគ្រាប់ពីលើយើងយកវាទៅធ្វើការដាស់ចំណីសិនបើសិនមានទូទឹកកកយើងអាចដាក់ក្នុងទូទឹកកកអាចចន្លោះក្នុង3ម៉ោង4ម៉ោងហើយយើងដកចេញមកវិញដាក់ក្រៅចឹងក្របពូជនឹងធ្វើការដោះល្អហើយស្រស់គ្នាល្អទៀតអញ្ចឹងក្របពូជនេះវាស្ទើរតែ 100% ហើយការដោះហ្នឹងហើយបើសិនជាយើងគ្រាន់តែដាក់กระดาษជូតមាត់ហើយដាក់ទឹកហើយយើងនេះជាទូទៅស្លាប់ដំណរបស់វាល្អទេអញ្ចឹងនេះយើងយកទៅដាក់ក្នុងទូទឹកកកអាចហ្នឹងហើយដូចខ្ញុំនិយាយអញ្ចឹង3ម៉ោង4ម៉ោងហើយចាំយើងយកចេញមកវិញហ្នឹងហើយដល់ពេលយើងដាក់អញ្ចឹងហើយយើងនឹងឃើញកូនស្លាប់ដុះមកល្អ